ចុងចោតកែវយិនសមាគមឯកជនភាពកាស៊ីណូរៀបចំល្បែងស៊ីសងកាត់ទោសឲ្យជាប់ពន្ធនាគារ10 ឆ្នាំអនុវត្តភ្លាមកូនខុសច្បាប់របស់ប្អូនប្រុសខ្ញុំត្រូវបានគេរំលោភបំពានហើយគាត់រកលុយពីម្ដាយរបស់គាត់រឿងអាស្រូវនេះបានលេចចេញជារូបរាងប៉ុន្តែឪពុកម្ដាយនិងគូដណ្ដឹងរបស់ខ្ញុំប៉ុន្តែខ្ញុំត្រូវបានអនុញ្ញាតឲ្យជំនួសតំណែងរបស់គាត់ជាប់គុកយ៉ាងជ្រៅប៉ូលីសបានមកដល់បងប្រុសអ្នកត្រូវបានគេបោកប្រាស់ហើយខ្ញុំគិតថាការបើករោងចក្រនឹងរកលុយបានប្រសិនបើខ្ញុំធ្វើវាដោយរឹងមាំនេះនឹងធ្វើឲ្យផ្លូវ highway របស់យើងតានតឹងណាស់បងកៅជីនការចុះឈ្មោះគ្រួសារបច្ចុប្បន្នរបស់អ្នកមិនស្ថិតនៅលើផ្លូវខ្ពស់ទេអ្នកបានធ្វើឲ្យយើងអាក់អន់ចិត្តក្នុងនាមសិស្សវិទ្យាល័យឆ្នាំទី1នៅផ្ទះខ្ញុំមិនអីទេមីងជីងពិតជាមិនអាចទ្រាំទ្របានឡើយតាំងពីគាត់នៅតូចមកម្លេះគាត់មិនអាចទប់ទល់នឹងចកដែលតែងតែលាក់ខ្លួននៅជុំវិញគាត់បានឡើយបងជីនឲ្យតែបងព្រមទទួលខុសត្រូវជំនួសស៊ីវលីមិនថាអ្នកនៅខាងក្នុងយូរប៉ុណ្ណាទេខ្ញុំនឹងរងចាំអ្នកដរាបណាអ្នកបោកប្រាស់ខ្ញុំពិតជានឹងរៀបការជាមួយអ្នកគាត់ជាអ្នកដែលបានប្រព្រឹត្តបទឧក្រិដ្ឋនេះហេតុអ្វីខ្ញុំគួរជាអ្នកប្រព្រឹត្តបទឧក្រិដ្ឋខាងរាងកាយខ្ញុំចាំថាស៊ីវយីគឺជាមនុស្សម្នាក់ដែលយើងបានបណ្ដុះបណ្ដាលប៉ុន្តែអ្នកត្រូវបានគេចាប់ពង្រត់អស់រយៈពេល10ឆ្នាំគាត់បានទូទាត់សងសម្រាប់ការខាតបង់របស់អ្នករយៈពេល10ឆ្នាំដូច្នេះហើយពួកគេកាន់តែដឹងគុណយើងថែមទៀតកញ្ញាខ្ញុំទើបតែមាននរណាម្នាក់នាំអ្នកទៅមជ្ឈមណ្ឌលព័ត៌មានល្បែងស៊ីសងខ្ញុំបានផ្ញើប្រាក់រង្វាន់អ្នកគ្រាន់តែមិនគិតពីខ្លួនឯងនៅថ្ងៃនេះនេះជាអ្វីដែលខ្ញុំក៏មានជាប់ពាក់ព័ន្ធនឹងល្បែងស៊ីសងដែរចុះហត្ថលេខាលើវិញ្ញាបនបត្រទាំងនេះឲ្យបានរហ័សកាលខ្ញុំអាយុ8ឆ្នាំខ្ញុំត្រូវបានគេចាប់ពង្រត់ពួកគេបានរត់គេចខ្លួនប៉ុន្តែខ្ញុំភ្លេចរួចហើយថាផ្ទះខ្ញុំនៅណាគាត់បានបញ្ចប់នៅក្នុងមណ្ឌលកុមារកំព្រារយៈពេល10ឆ្នាំខ្ញុំបានប្រថុយជីវិតដើម្បីត្រឡប់មកវិញផ្ទះពួកគេលែងចង់បានខ្ញុំទៀតហើយប៉ុន្តែខ្ញុំនឹងមិនចុះហត្ថលេខាលើវាទេមីងឲ្យមីងកំពុងធ្វើអ្វីហ្នឹងគាត់នឹងមិនទៅពន្ធនាគារទេមីងខ្ញុំនឹងត្រូវជាប់គុកជីងសម្រាប់មីងរបស់នាងសម្រាប់គ្រួសារនេះលះបង់ខ្លួនឯងតែម្ដងនេះព្រះករុណាទ្រង់លែងវិញដោយព្រះហស្ថគ្រប់ព្រះសិរសាមន្ត្រីប៉ូលីសជនល្មើសត្រូវបានចាប់ខ្លួនគ្រាន់តែជាភស្តុតាងខ្ញុំគិតថាជីវិតខ្ញុំត្រូវបានបំផ្លាញបន្ទាប់ពីចូលគុកប៉ុន្តែខ្ញុំបានជួបអ្នកឧបត្ថម្ភនៃជីវិតខ្ញុំកាលខ្ញុំនៅក្នុងពន្ធនាគារដើម្បីមានរចនាសម្ព័ន្ធឆ្អឹងមិនធម្មតាគាត់ត្រូវបានកំណត់សម្រាប់រឿងអស្ចារ្យខ្ញុំចង់ឲ្យវាល្អខ្ញុំនៅទីនេះដោយការរំពឹងទុកគ្មាននរណាម្នាក់មកទទួលខ្ញុំទេកាយជាន10ឆ្នាំមុនពួកគេអាចចាប់អ្នកដាក់គុកបានតើអ្នកអាចរំពឹងអ្វីខ្លះពី10ឆ្នាំទៀតចាប់ពីពេលនេះទៅកៅជីនអ្នកបាននៅជាមួយខ្ញុំអស់រយៈពេល10ឆ្នាំហើយម្ចាស់នៃល្បិច1000អ្នកពូកែជាងខ្ញុំឆ្ងាយណាស់ថ្ងៃនេះជាថ្ងៃកំណើតគម្រប់28ឆ្នាំរបស់អ្នកត្រូវធ្វើជាមនុស្សល្អបន្ទាប់ពីអ្នកចាកចេញភាពរៀបទៀបនឹងការឆ្លុះបញ្ចាំងទុកឲ្យពេលវេលាមិនឃើញមុខម្ដងទៀតរីករាយថ្ងៃកំណើតដល់ចៅហ្វាយវ័យក្មេងនៃ Goryeo អរគុណម៉ាក់ឈៀវយាយប្រាប់ម៉ាក់របស់អ្នកពីបំណងប្រាថ្នាថ្ងៃកំណើតរបស់អ្នកម៉ាក់នឹងផ្គប់ចិត្តអ្នកសៀវយីឯងធំឡើងហើយចូលយើងពិចារណាអំពីតម្លៃខ្ពស់ជាងនេះនៅពេលក្រោយរីករាយថ្ងៃកំណើតសៀវអ៊ី